ជីកសកម្មសរីរាង្គផ្ការុំចុង3ធ្វើឲ្យដីផុសធូរដំណាំលូតលាស់បានល្អនិងបានផលច្រើនបាទសូមគោរពជំរាបសួរបាទថ្ងៃនេះផងដែរបាទខ្ញុំបានឆ្លងកាត់ចំការដំឡូងមីក៏ឆ្លៀតបាទចង់ធ្វើវីដេអូមួយបាទចែកជូនទៅដល់បងប្អូនប្រជាកសិករទាំងអស់ចូលចិត្តដាំនៅដំណាំដំឡូងមីអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺមានគំនិតចូលរួមខ្លះជូនទៅដល់បងប្អូនប្រជាកសិករទាំងអស់គ្នាជាពិសេសបងប្អូនដែលចូលចិត្តប្រកបមុខរបរដាំដំណាំដំឡូងមីជាដើមបងប្អូនដឹងស្រាប់ហើយបាទភាគច្រើនបងប្អូនជាពិសេសបងប្អូនប្រជាកសិករនៅក្នុងប្រទេសកម្ពុជាយើងគឺគាត់ពេញនិយមនិងចូលចិត្តដាំនៅដំណាំដំឡូងមីច្រើនមែនទែនបាទបច្ចុប្បន្ននេះសឹងថាគ្រប់ទីកន្លែងទៅហើយដែលបងប្អូនប្រជាពលរដ្ឋបងប្អូនប្រជាកសិករយើងគាត់ដាំដំណាំដំឡូងមីបាទអញ្ចឹងគឺដំណាំដំឡូងមីនេះគឺជាដំណាំមួយប្រភេទដែលបាទយើងដាំប្រមូលផលយកមើមបាទវាខុសពីប្រភេទដំណាំផ្សេងដែលបងប្អូនដាំបងប្អូនប្រមូលផលយកផ្លែផ្កាជាដើមបាទដីឡែកបាទប្រមូលផលយកមើមគឺមើមដំណាំដំឡូងមីគឺនៅក្នុងដីហើយអញ្ចឹងបាទតើកាលណាដំណាំដែលយើងប្រមូលផលមើមពួកដំណាំមើមដែលនៅក្នុងដីច្បាស់ណាស់បងប្អូនបាទត្រូវធ្វើម៉េចរៀបចំដីឲ្យបានល្អបាទឲ្យបានស្អាតហើយជាពិសេសបាទការប្រើប្រាស់បាទជីថ្នាំកសិកម្មនឹងតែម្ដងអញ្ចឹងមើមលូតលាស់នៅក្នុងដីគឺបានផលច្រើនឬតិចក៏អាស្រ័យទៅលើបាទដីរបស់បងប្អូនផងដែរបាទដូច្នេះហើយបាននៅក្នុងវីដេអូនេះខ្ញុំចង់ចូលរួមក៏ដូចជាមានគំនិតយោបល់ខ្លះបាទចង់និយាយក៏ដូចជាចង់ចែកម្លែកក៏ដូចជាគំនិតពិចារណាមួយជូនទៅដល់បងប្អូនប្រជាកសិករទាំងអស់ដែលចូលចិត្តដាំនៅដំណាំដំឡូងមីជាដើមបាទដោយដំណាំដំឡូងមីមើមរីកធំធាត់នៅក្នុងដីបាទដូច្នេះអ្វីដែលសំខាន់គឺសូមពុកម៉ែបងប្អូនបាទថែរក្សាដីនោះឲ្យបានល្អបាទជៀសវាងបាទប្រើប្រាស់ជីថ្នាំណាមួយដែលជាកត្តាមួយដែលធ្វើឲ្យដីរបស់បងប្អូននោះខូចខាតជាច្រើនដើម្បីថែរក្សាដីនោះឲ្យមានជីជាតិល្អឲ្យមានគុណភាពល្អឲ្យមានសុខភាពល្អហើយនឹងបានមើមច្រើននៅក្នុងដីហ្នឹងអញ្ចឹងបងប្អូនបាទព្យាយាមប្រើប្រាស់ជីសរីរាង្គឲ្យបានច្រើនបាទมันពិបាកទេបងប្អូនការប្រើប្រាស់ជីសរីរាង្គហ្នឹងគឺពេលដែលបងប្អូនរៀបចំដីហ្នឹងគឺបងប្អូនអាចយកមកបាចទ្រាប់បាតទៅបាទហើយចាំបងប្អូនភ្ជួរលុបហើយលើករងដាំធម្មតាបាទព្រោះការប្រើប្រាស់ជីសរីរាង្គទ្រាប់បាតមុនពេលដាំដុះដំណាំដំឡូងមីនេះគឺមានសារៈសំខាន់ច្រើនមែនទែនដែលជួយឲ្យដំឡូងមីរបស់បងប្អូនហ្នឹងគឺលូតលាស់បានល្អហើយនឹងទទួលបានផលមើមនឹងកាន់តែច្រើនការដាក់ម្សៅក៏ដាក់បានល្អផងដែរអញ្ចឹងបើសិនជាបងប្អូនបានប្រើប្រាស់ជីសរីរាង្គទ្រាប់បាតគឺទី1គឺធ្វើឲ្យដីរបស់បងប្អូនបាទផុសធូរបាទហើយមានសំណើមហើយនឹងបង្កើនអុកស៊ីសែននៅក្នុងដីបានទៀតផងព្រោះការប្រើប្រាស់ជីសរីរាង្គគឺធ្វើឲ្យរចនាសម្ព័ន្ធរបស់ដីគឺមានសភាពល្អឡើងវិញបាទព្រោះតើកាលណាដីមានជីជាតិល្អដីផុសដីធូរអញ្ចឹងប្រកបណាស់ដំណាំដំឡូងមីរបស់បងប្អូនគឺមើមបាទលូតលាស់ធំធាត់បានល្អហើយមើមច្រើនបើសិនជាបងប្អូនបានប្រើប្រាស់ពូជល្អទៀតគឺទិន្នផលដំណាំដំឡូងមីនេះគឺកើនផលមែនទែនបាទហើយការលូតលាស់របស់ដើមនៃដំឡូងមីក៏លូតលាស់បានល្អលក្ខណៈពិសេសមួយទៀតនៅពេលដែលបងប្អូនប្រើប្រាស់ជីសរីរាង្គទ្រាប់បាតគឺកាត់បន្ថយនៅការចំណាយផ្សេងបានមួយចំនួនផងដែរពីព្រោះការប្រើប្រាស់ជីសរីរាង្គនេះគឺវាមានលក្ខណៈពិសេសដែលថាมันបង្កទៅឲ្យបាទដំណាំដំឡូងមីរបស់បងប្អូនកើតរោគមានបញ្ហារោគអីទេបាទហើយបងប្អូនដឹងស្រាប់ហើយបាទសម្រាប់ដំណាំដំឡូងមីនេះគឺវាត្រូវការជីជាតិច្រើនមែនទែនពីក្នុងដីប្រសិនជាដីរបស់បងប្អូនមានលក្ខណៈ
đầy đăng đầy cran có đôi chia miền bánh hà rô đó đầy và chu đầy hal nó tiết chẳngប្រកបណាស់ដែលបងប្អូនហ្នឹងមានបញ្ហាហើយបងប្អូនដាំដំណាំអីក៏អត់លូតលាស់ដែរដំណាំហ្នឹងហើយខាត់បងទាំងថវិកាទៀតបាទអញ្ចឹងសម្រាប់ដំណាំដលងនេះមួយគឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបាទប្រើប្រាស់ជីសរីរាង្គទ្រាប់បាតឲ្យបានច្រើនហើយគ្រប់ពេលដែលដាំគឺបងប្អូនកុំចោលជីសរីរាង្គណាបងប្អូនដាំរាល់ឆ្នាំរាល់ពេលបងប្អូនក៏ទ្រាប់បាតរាល់ពេលមុនពេលដាំដុះផងដែរបាទហើយក្នុងនោះផងដែរខាងសហគ្រាសហុងស៊ុយហេងយើងក៏មានជាប្រភេទជីសរីរាង្គសម្រាប់ឲ្យបងប្អូនប្រើប្រាស់ទៅលើវិស័យកសិកម្មផងដែរគឺជីសរីរាង្គផ្ការំចង់3បាទជីសរីរាង្គផ្ការំចង់3នេះគឺជាប្រភេទជីសរីរាង្គដែលផលិតនៅក្នុងស្រុកខ្មែរយើងបាទផ្ទាល់តែម្ដងហើយជីសរីរាង្គផ្ការំចង់3នេះគឺប្រើប្រាស់បានទៅលើដំណាំគ្រប់ប្រភេទមិនថាបងប្អូនយកមកប្រើលើដំណាំដំឡូងមីរបស់បងប្អូនទេបងប្អូនយកទៅប្រើលើដំណាំស្វាយចន្ទីដំណាំផ្សេងដំណាំកៅស៊ូឬអាមេរិកតរ៉េនគឺបងប្អូនអាចយកមកប្រើបានអញ្ចឹងលក្ខណៈពិសេសជីគ្រាប់សរីរាង្គផ្ការំចង់3នេះពេលដែលបងប្អូនបានទ្រាប់បាតមកលើដំណាំដំឡូងមីនេះមុនពេលដាំដុះគឺបាទដូចខ្ញុំនិយាយពីខាងដើមគឺទី1គឺធ្វើឲ្យដីរបស់បងប្អូនផុសដីធូរបាទហើយនឹងបង្កើនអតិសង្ឃុំអប្រាណនៅក្នុងដីបាទជួយឲ្យដីមានអុកស៊ីសែនហើយបាទធ្វើឲ្យដីរបស់បងប្អូនមានជីវជាតិឡើងវិញនិងមានរចនាសម្ព័ន្ធនៅក្នុងដីបានល្អផងដែរហើយបងប្អូនបាទចង់បានក៏ដូចជាបើសិនជាបងប្អូនត្រូវការជីសរីរាង្គយកមកប្រើប្រាស់មកលើដំណាំដំឡូងមីរបស់បងប្អូនអញ្ចឹងបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅខាងលើបានបាទសូមអរគុណ